នៅក្នុងបណ្ណាល័យដ៏ស្ងប់ស្ងាត់មួយនាទីក្រុងភ្នំពេញឆ្នាំ2024សិស្សម្នាក់ឈ្មោះសេរីកំពុងតែរករកសៀវភៅសម្រាប់កិច្ចការសាលារបស់គេសេរីគឺជាយុវជនម្នាក់ដែលមានសក់ខ្មៅរញ៉េរញ៉េបញ្ចិនពណ៌ខៀវស្រាលពេលត្រូវពន្លឺនិងមានស្លាកស្នាមតូចមួយនៅពីលើចិញ្ចើមខាងឆ្វេងគេស្លៀកពាក់អាវធំប្រភេទ Techwear ពណ៌ខ្មៅរលោងដែលមានឈ្នួត LED ពណ៌ខៀវភ្លឺតាមធ្នេរអាវនៅខណៈពេលដែលគេកំពុងទាញសៀវភៅចាក់មួយក្បាលចេញពីធ្នើស្រាប់តែមានឧបករណ៍ចម្លែកមួយបានធ្លាក់មកដល់ដីឧបករណ៍នោះមានរាងដូចជានាឡិកាដៃបុរាណប៉ុន្តែវាបញ្ចេញពន្លឺពណ៌ស្វាយយ៉ាងខ្លាំងក្លាតើនេះជាអ្វីទៅហេតុអ្វីបានជាវាធ្លាក់មកទីនេះវាមើលទៅមិនដូចជារបស់សម័យនេះតតែសោះសេរីបានលូកដៃទៅប៉ះឧបករណ៍នោះដោយការចង់ដឹងចង់ឃើញភ្លាមនោះខ្យល់បក់យ៉ាងខ្លាំងបានកើតឡើងនៅក្នុងបន្ទប់បណ្ណាល័យដ៏តូចនេះពន្លឺពណ៌សបានគ្របបណ្ដុកពេញភ្នែករបស់គេនិងសំឡេងហឹងបានបន្លឺឡើងនៅក្នុងត្រចៀកពិភពលោកជុំវិញខ្លួនគេចាប់ផ្ដើមរលាយបាត់ម្ដងបន្តិចម្ដងសេរីព្យាយាមទប់ខ្លួនប៉ុន្តែហាក់ដូចជាមានកម្លាំងម៉ាញ៉េទិកម្យ៉ាងទាញគេចូលទៅក្នុងចន្លោះទូទេស្អាតជួយផងតើមានរឿងអ្វីកើតឡើងនឹងជប់ភ្លាមទៅសេរីស្រែកដោយភាពភ័យខ្លាចប៉ុន្តែគ្មាននរណាម្នាក់អាចលឺគេឡើយរាងកាយរបស់គេហាក់ដូចជាកំពុងហោះហើរឆ្លងកាត់រូងភ្នំពន្លឺដ៏វែងអន្លាយដែលពោពេញទៅដោយរូបភាពនៃអនាគតកាលវិនាទីនោះគេមានអារម្មណ៍ថាពេលវេលាកំពុងត្រូវបានរមួលនិងផ្លាស់ប្ដូរយ៉ាងលឿនបំផុតសេរីបានបើកភ្នែកឡើងម្ដងទៀតហើយរកឃើញថាខ្លួនឯងកំពុងដេកនៅលើដំបូលអគារខ្ពស់កប់ពពកមួយអ្វីដែលគេឃើញនៅចំពោះមុខគឺទីក្រុងភ្នំពេញដែលបានប្រែប្រួលទាំងស្រុងនេះគឺជាឆ្នាំ2030ដែលជាសម័យកាលនៃបច្ចេកវិទ្យាដ៏ទំនើបបំផុតអូព្រះអើយតើនេះជាទីណាភ្នំពេញមែនទេហេតុអ្វីបានជាមានអគារខ្ពស់និងយន្តហោះហើរเป็นเมฆបែបនេះទីក្រុងនេះត្រូវបានតុបតែងដោយផ្ទាំងផ្សាយពាណិជ្ជកម្ម hologram ដ៏ធំសម្បើមដែលចាំងពន្លឺពណ៌ផ្កាឈូកនិងពណ៌ខៀវពេញអាកាសរថយន្តលែងរត់លើផ្លូវថ្នល់ទៀតហើយប៉ុន្តែពួកគេកំពុងហោះហើរតាមគន្លងខ្យល់យ៉ាងមានសណ្ដាប់ធ្នាប់សេរីងើបឈរឡើងទាំងវិលមុខគេដើរទៅក្បែរកែមដំបូលអគារដើម្បីសម្លឹងមើលទៅខាងក្រោមផ្សែងអបស្ទើងនៃធម្មពលអគ្គិសនីគ្រប់ដណ្ដប់លើដងផ្លូវខ្ញុំប្រហែលជាកំពុងយល់សប្បាយវាមិនអាចទៅរត់ទេដែលអ្វីៗប្រែប្រួលលឿនបែបនេះក្នុងរយៈពេលតែប្រហែលឆ្នាំសំឡេងស៊ីរ៉ែនប្លែកៗបានបន្លឺឡើងពីចម្ងាយសេរីសង្កេតឃើញថានាឡិកាដែលគេរើសបានលុះកំពុងតែលូតលេខពណ៌ក្រហមថា2x30គេដឹងច្បាស់ថាខ្លួនឯងបានឆ្លងកាត់ពេលវេលាមកដល់អនាគតកាលហើយបរិយាកាសជុំវិញខ្លួនគេពោពេញដោយសំឡេងយន្តនិងសំឡេងឌីជីថលដែលគេមិនដែលបានឮពីមុនមកសេរីមានអារម្មណ៍ទាំងរំភើបនិងភ័យខ្លាចក្នុងពេលតែមួយខណៈដែលគេព្យាយាមស្វែងរកផ្លូវចុះពីលើអគារខ្ពស់នោះសេរីបានបើកភ្នែកឡើងម្ដងទៀតហើយរកឃើញថាខ្លួនឯងកំពុងដេកលើដំបូលអគារខ្ពស់កប់ពពកមួយអ្វីដែលគេឃើញនៅចំពោះមុខគឺទីក្រុងភ្នំពេញដែលបានប្រែប្រួលទាំងស្រុងនេះគឺជាឆ្នាំ2030ដែលជាសម័យកាលនៃបច្ចេកវិទ្យាដ៏ទំនើបបំផុតអូព្រះអើយតើនេះជាទីណាភ្នំពេញមែនទេហេតុអ្វីបានជាមានអគារខ្ពស់និងយានយន្តហោះហើរពេញមេឃបែបនេះទីក្រុងនេះត្រូវបានតុបតែងដោយផ្ទាំងផ្សាយពាណិជ្ជកម្ម hologram ដ៏ធំសម្បើមដែលចាំងពន្លឺពណ៌ផ្កាឈូកនិងពណ៌ខៀវពេញអាកាសរថយន្តលែងរត់លើផ្លូវថ្នល់ទៀតហើយប៉ុន្តែពួកគេកំពុងហោះហើរតាមគន្លងខ្យល់យ៉ាងមានសណ្ដាប់ធ្នាប់សេរីងើបឈរឡើងទាំងវាលមុខគេដើរទៅក្បែរកែមដំបូលអគារដើម្បីសម្លឹងលើទៅខាងក្រោមស្អែងអបស្ទើងនៃធម្មពលអគ្គិសនីគ្របដណ្ដប់លើដងផ្លូវខ្ញុំប្រហែលជាកំពុងយល់សប្បាយវាមិនអាចទៅរត់ទេដែលអ្វីៗប្រែប្រួលលឿនបែបនេះក្នុងរយៈពេលតែប៉ុន្មានឆ្នាំសំឡេងស៊ីរ៉ែនប្លែកៗបានបន្លឺឡើងពីចម្ងាយសេរីសង្កេតឃើញថានាឡិកាដែលគេរើសបាននោះកំពុងតែលូតលេខពណ៌ក្រហមថា2030គេដឹងច្បាស់ថាខ្លួនឯងបានឆ្លងកាត់ពេលវេលាមកដល់អនាគតហើយបរិយាកាសជុំវិញខ្លួនគេពោពេញដោយសំឡេងយន្តនិងសំឡេងឌីជីថលដែលគេមិនដែលបានឮពីមុនមកសេរីមានអារម្មណ៍ទាំងរំភើបនិងភ័យខ្លាចក្នុងពេលតែមួយខណៈដែលគេព្យាយាមស្វែងរកផ្លូវចុះពីលើអគារខ្ពស់នោះមិនតាន់ទាំងនិយាយចប់ផងសំឡេងដ្រូនហោះហើរកាត់អាកាសបានបន្លឺឡើងយ៉ាងខ្លាំងដ្រូនការពារសន្តិពុកចំនួន3គ្រឿងបានហោះមកដល់ហើយបញ្ចេញពន្លឺស្កែនពណ៌ក្រហមទៅលើខ្លួនរបស់សេរីគោគេមកដល់ហើយតើពួកយន្តត្រូវធ្វើដូចម្ដេចទៅរត់កុំឈប់អីសោះហក់តាមខ្ញុំមកនារីបាននាំសេរីរត់សម្ដេចទៅរកកែមអគារហើយហក់ចុះទៅលើផ្លូវរថភ្លើងម៉ាញ៉េទិកដែលកំពុងរត់ខាងក្រៅសេរីមានអារម្មណ៍ថាបេះដូងរបស់គេស្ទើរតែលូតចេញមកក្រៅខណៈពេលដែលគេហក់តាមនារីខ្យល់ត្រជាក់បោកមកលើផ្ទៃមុខរបស់គេយ៉ាងខ្លាំងដ្រូនទាំងនោះបានបាញ់កាំរស្មីឡាសែដេញតាមពីក្រោយពួកគេបង្កជាផ្កាភ្លើងខ្ទាតពេញអាកាសនេះវាដូចជានៅក្នុងរឿង Hollywood អញ្ចឹងខ្ញុំមិនដែលគិតថាជីវិតខ្ញុំត្រូវមកជួបរឿងបែបនេះទេពួកគេទាំងពីរបានរត់ឆ្លងកាត់ស្ពានកញ្ចក់ហើយហក់ចុះឡើងតាមដំបូលអគារយ៉ាងស្ទុតជំនាញនារីហាក់ដូចជាស្គាល់ផ្លូវក្នុងទីក្រុងនេះច្បាស់ណាស់នាងបានប្រើឧបករណ៍មួយយ៉ាងដើម្បីបង្កើតជាផ្សែងបិទបាំងការមើលឃើញរបស់ដ្រូនសេរីព្យាយាមរត់ឲ្យទាន់នារីទោះបីជាជើងរបស់គេចាប់ផ្ដើមហត់នឿយក៏ដោយកុំចោះចាញ់ពួកយើងជិតដល់កន្លែងសុវត្ថិភាពហើយទីបំផុតពួកគេបានហោះចូលទៅក្នុងរុនខ្យល់នៃអគារចាស់មួយដែលជាតំបន់ដែលប្រព័ន្ធ AI មិនអាចចូលទៅដល់បានពួកគេទាំងពីរដកដង្ហើមធំដោយភាពហត់នឿយនៅក្នុងភាពងងឹតនៅខាងក្នុងមូលដ្ឋានសម្ងាត់ក្រោមដីសេរីបានឃើញក្រុមមនុស្សមួយក្រុមតូចដែលកំពុងធ្វើការជាមួយម៉ាស៊ីនចាស់ៗទីនេះមើលទៅខុសប្លែកពីទីក្រុងដ៏ភ្លឺស្វាងខាងលើ
វាមានសម្ភាររញ៉េរញ៉ៃប៉ុន្តែពោពេញដោយភាពកក់ក្ដៅនារីបាននាំសេរីទៅជួបជាមួយបរិសុទ្ធចំណាស់ម្នាក់ដែលជាអ្នកវិទ្យាសាស្ត្រ តើទីនេះជាកន្លែងអ្វីហើយហេតុអ្វីបានជាអ្នកទាំងអស់គ្នាជួយខ្ញុំ ទីនេះគឺជាមូលដ្ឋានរបស់ក្រុមតស៊ូមតិដែលចង់ឲ្យមនុស្សជាតិមានសេរីភាពពីការគ្រប់គ្រងរបស់ AI ហើយអ្នកគឺជាសរដកសំខាន់ដែលពួកយើងរងចាំបរិសុទ្ធចំណាស់នោះបានបង្ហាញប្លង់មេនៃឧបករណ៍ឆ្លងពេលវេលាដែលសេរីមាននៅលើដៃគេបានបញ្យល់ថាក្នុងឆ្នាំ2030ពិភពលោកកំពុងប្រឈមនឹងការបាត់បង់អារម្មណ៍របស់មនុស្សជាតិដោយសារតែអ្វីគ្រប់យ៉ាងត្រូវបានសម្រេចដោយក្បួនដោះស្រាយ algorithm ចុះតើខ្ញុំត្រូវធ្វើដោយម្ដេចដើម្បីត្រឡប់ទៅវិញហើយតើឧបករណ៍នេះអាចជួយអ្វីបានខ្លះ នារីបានកាន់ដៃសេរីហើយសម្លឹងមើលទៅក្នុងភ្នែករបស់គេនាងបានប្រាប់ថាឧបករណ៍នេះមិនត្រឹមតែអាចនាំគេត្រឡប់ទៅវិញទេប៉ុន្តែវាក៏អាចផ្លាស់ប្ដូរប្រវត្តិសាស្ត្រដើម្បីការពារកុំឲ្យ AI គ្រប់គ្រងពិភពលោកទាំងស្រុងនៅឆ្នាំ2030នេះបានដែរសេរីអ្នកត្រូវទៅត្រឡប់ទៅឆ្នាំ2025វិញហើយបញ្ឈប់ការបង្កើតប្រព័ន្ធសន្តិសុវត្ថិ Aegis វាគឺជាចំណុចចាប់ផ្ដើមនៃអ្វីគ្រប់យ៉ាងសេរីចាប់ផ្ដើមយល់ពីបេសកដ៏ធំធេងរបស់គេមិនមែនគ្រាន់តែជាសិស្សធម្មតាម្នាក់ទៀតទេប៉ុន្តែគឺជាអ្នកសង្គ្រោះអនាគតគេសម្លឹងមើលឧបករណ៍នៅលើដៃដោយភាពជឿជាក់ជាងមុនពេលវេលានៃការចាក់ចេញបានមកដល់នារីបានរៀបចំធម្មពលចុងក្រោយសម្រាប់ឧបករណ៍ឆ្លងពេលវេលាសំឡេងម៉ាស៊ីនចាប់ផ្ដើមបន្លឺឡើងម្ដងទៀតស្រដៀងនឹងសំឡេងដែលសេរីបានឮនៅក្នុងបណ្ណាល័យ នារីជន់អ្នកបេងតើពួកយើងនឹងបានជួបគ្នាទៀតទេបើខ្ញុំអាចផ្លាស់ប្ដូរអនាគតបាន ប្រសិនបើអ្នកជោគជ័យអនាគតនេះនឹងមិនកើតឡើងឡើយខ្ញុំប្រហែលជានឹងមានជីវិតថ្មីក្នុងពិភពលោកដែលប្រសើរជាងនេះកុំបារម្ភអីពួកយើងនឹងជួបគ្នាដោយរបៀបណាមួយមិនខាននារីញញឹមដាក់សេរីជាលើកចុងក្រោយភ្នែកសប្បនិមិត្តរបស់នាងលែងបញ្ចេញពន្លឺគួរឲ្យខ្លាចទៀតហើយប៉ុន្តែវាពោពេញដោយភាពទន់ភ្លន់ពន្លឺបសឆាប់ដើមរំពាត់រាងកាយរបស់សេរីម្ដងទៀត ខ្ញុំសន្យាខ្ញុំនឹងធ្វើឲ្យបានលាមុនហើយនារី ក្នុងមួយពព្រិចភ្នែកសេរីមានអារម្មណ៍ថាខ្លួនឯងត្រូវបានរស់ច្រានឆ្លងកាត់វិមាត្រម្ដងទៀតកម្លាំងដ៏មហាមហិបាននាំគេចាក់ចែងពីឆ្នាំ2030ឆ្ពោះទៅរកអតីតកាលនៅពេលដែលពន្លឺរលាយបាត់សេរីបានរកឃើញថាខ្លួនឯងកំពុងឈរនៅអណ្ដាលបណ្ដាល័យទៅតែក្នុងឆ្នាំ2024ប៉ុន្តែនៅក្នុងដៃរបស់គេមិនមែនជាឧបករណ៍ចាស់នោះទេវាជាសៀវភៅកត់ត្រាមួយដែលមានចំណងជើងថា Aegis Project 2025 វាពិតជាបានកើតឡើងមែនខ្ញុំត្រូវតែចាប់ផ្ដើមឥឡូវនេះ សេរីដើរចេញពីបណ្ណាល័យដោយក្តីសង្ឃឹមនិងការតាំងចិត្តខ្ពស់គេដឹងថាជោគវាសនានៃពិភពលោកស្ថិតនៅក្នុងដៃរបស់គេហើយរឿងរ៉ាវរបស់គេទើបតែចាប់ផ្ដើមប៉ុណ្ណោះនៅក្នុងការប្រណាំងប្រជែងជាមួយពេលវេលាដើម្បីសង្គ្រោះមនុស្សជាតិ